CH-47 Jayhawk គឺជាអធិមពេជ្យធុនធ្ងន់ដែលប្រើជាចម្បងដោយកងទ័ពសហរដ្ឋអាមេរិកនិងយោធាមួយចំនួនទៀតនៅទូទាំងពិភពលោកវាត្រូវបានណែនាំជាលើកដំបូងនៅដើមទសវត្សរ៍ឆ្នាំ1960ហើយត្រូវបានធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់ដើម្បីនៅតែជាអធិមពេជ្យដឹកជញ្ជូនដែលមានសមត្ថភាពបំផុតនៅក្នុងសេវាកម្មលក្ខណៈសំខាន់វាមានម៉ាស៊ីនភ្លោះការរចនា rotor tandem សម្រាប់ការលើកនិងស្ថិរភាពប្រសើរឡើងអធិមពេជ្យមួយក្នុងចំណោមអធិមពេជ្យដែលលឿនបំផុតក្នុងថ្នាក់របស់វាដែលមានល្បឿនអតិបរមាប្រហែល315គីឡូម៉ែត្រក្នុង1ម៉ោងសមត្ថភាពលើកទម្ងន់វាអាចផ្ទុកទំនិញបានរហូតដល់ 10886 គីឡូក្រាមរួមទាំងយានជំនិះកាំភ្លើងធំនិងកងទ័ពទំនិញអាចផ្ទុកនៅខាងក្នុងទួលយន្តហោះឬខាងក្រៅតាមរយៈផ្ទុកខ្សែ model ចុងក្រោយបំផុតដូចជា CH-47S មានមុខងារគ្រប់គ្រងការហោះហើរបែប Digital ប្រព័ន្ធរុករកដែលបានកែលម្អនិងកាបៀនយន្តហោះកញ្ចក់បេសកកម្មនិងការប្រើប្រាស់ការដឹកជញ្ជូនកងទ័ពនិងទំនិញការផ្លាស់ទីបុគ្គលិកនិងការផ្គត់ផ្គង់ក្នុងប្រតិបត្តិការប្រយុទ្ធនិងមនុស្សធម៌ការជំនួសវិទ្យាសាស្ត្រអាចផ្ទុកសម្រាមនិងបុគ្គលិកពេទ្យស្វែងរកនិងសង្គ្រោះប្រើក្នុងការសង្គ្រោះគ្រោះមហន្តរាយនិងការជំនះបន្ទាន់ប្រតិបត្តិការពិសេសកំណែដែលបានកែប្រែគ្រប់គ្រងបេសកកម្មយោធាវីរៈជនការឆ្លើយតបគ្រោះមហន្តរាយជួយក្នុងកិច្ចខំប្រឹងប្រែងសង្គ្រោះដល់ការដឹកជញ្ជូនជំនួយនិងឧបករណ៍ CH-47A ម៉ូដែលដំបូងដែលមានសមត្ថភាពជាមូលដ្ឋាន CH-47D ការធ្វើអបអរសាឡើងដ៏សំខាន់ជាមួយនឹងម៉ាស៊ីនដែលមានឋានពពខាងជាមុននិងការធ្វើអបអរសាឡើងនៅឧបករណ៍អាកាសចរ CH-47X ដែលស្តង់ដារចុងក្រោយបំផុតជាមួយនឹងការគ្រប់គ្រងការហោះហើរ Digital និងដំណើរការកាន់តែប្រសើរឡើង CH-47G ប្រើបំរួលប្រតិបត្តិការពិសេសជាមួយនឹងការចាក់ប្រេងពីអាកាសនិងប្រព័ន្ធបេសកកម្មកម្រិតខ្ពស់ CH-47 Jayhawk មានបេសកកម្មធំទូលាយដោយសារមានសមត្ថភាពលើសពិសេសគឺនិងភាពបត់បែនរបស់វានេះគឺជាបេសកកម្មចម្បងរបស់វាកងទ័ពនឹងការដឹកជញ្ជូនទំនិញការផ្លាស់ទីទាហានយានជំនិះនិងឧបករណ៍ធ្ងន់ៗនៅក្នុងបរិយាកាសប្រយុទ្ធនិងមិនមែនប្រយុទ្ធវាអាចផ្ទុកទាហាន33នាក់ទៅ55នាក់ឬទំនិញ 10886 គីឡូក្រាមប្រើក្នុងប្រតិបត្តិការដាក់ពង្រាយនិងពង្រឹងយ៉ាងឆាប់រហ័សជំនួយការប្រយុទ្ធនិងភ័ណ្ឌភារផ្គត់ផ្គង់អង្គភាពជួរមុខជាមួយនឹងក្របរំសាវដីឥន្ធនៈនិងអាហារការដាក់ពង្រាយបំណែកកាំភ្លើងធំនិងអាវុធធ្ងន់ៗទៅកាន់ទីតាំងពិបាកអនុវត្តការបញ្ចូលយុទ្ធសាស្ត្រនិងដកទ័ពចេញកំណត់រចនាសម្ព័ន្ធសម្រាប់ការជំនួសជនរងគ្រោះនិងបុគ្គលិកពេទ្យជំនាញទាហានដែលរងរបួសចេញពីសមរភូមិយ៉ាងឆាប់រហ័សទៅកាន់ទីពេទ្យបេសកកម្មប្រតិបត្តិការពិសេសបម្រែបម្រួល FH-47G គាំទ្រប្រតិបត្តិការកងទ័ពពិសេសរួមទាំងការបញ្ចូលសម្ងាត់ការត្រង់ចេញការផ្គត់ផ្គង់ឡើងវិញវាបំពាក់សមត្ថការចាក់ប្រេងតាមអាកាសរដារតាមផ្ទៃដីនិងទំនាក់ទំនងកម្រិតខ្ពស់ស្វែងរកនិងជួយសង្គ្រោះប្រើក្នុងបេសកកម្មសង្គ្រោះមហន្តរាយ